ប៉ាគីស្ថានឈានដល់ការកិច្ចព្រមព្រៀងដំណាក់កាលចុងក្រោយដែលមានតម្លៃ $1.5 លានដើម្បីផ្គត់ផ្គង់សភាវុធនិងយន្តហោះចម្បាំងឲ្យប្រទេសស៊ូដង់នេះបើតាមការបញ្ជាក់ពីអតីតមន្ត្រីកងទ័ពកម្ពុជាមួយរូបនិងប្រភពចំនួន3ផ្សេងទៀតតាមកាសែត Reuters សង្គ្រាមស៊ីវិលនៅស៊ូដង់បានបង្កឲ្យមានវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោកអស់រយៈពេលជាង2ឆ្នាំកន្លះដោយវាបានផ្ដល់ផលប្រយោជន៍ដល់បរទេសយ៉ាងច្រើននិងការប្រេះស្រាំផ្ទៃក្នុងរបស់ប្រទេសយុទ្ធសាស្ត្រនៅសមុទ្រក្រហមនិងជាប្រទេសផលិតមាសដ៏សំខាន់មួយប្រភពចំនួន2ក្នុងចំណោម3បានឲ្យដឹងថាកិច្ចព្រមព្រៀងនេះប៉ាគីស្ថាននឹងផ្គត់ផ្គង់យន្តហោះចម្បាំងធុនស្រាលការ៉ាស់កូរ៉ាំអេកចំនួន10គ្រឿងនិងយន្តហោះគ្មានមនុស្សបើកជាង200គ្រឿងក្នុងចំណោមនោះមានដ្រូនស៊ើបការនិងដ្រូនពិឃាតកាមីកាស៊ីព្រមទាំងប្រព័ន្ធការពារអាកាសទំនើបក្រៅពីយន្តហោះកូរ៉ាំ H កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលទាំងយន្តហោះចម្បាំងវឹកវើ Super Massa និងយន្តហោះចម្បាំង GI-17 ដែលប៉ាគីស្ថាននិងចិនអភិវឌ្ឍរួមគ្នាខណៈដែលការបរិច្ឆេទដឹកជញ្ជូនមិនទាន់ដឹងនៅឡើយការផ្គត់ផ្គង់ពីប្រទេសប៉ាគីស្ថានជាពិសេសយន្តហោះដ្រូននិងយន្តហោះចម្បាំងត្រូវបានគេរំពឹងថានឹងអាចជួយឲ្យកងទ័ពស៊ូដង់ទទួលបានឧត្តមភាពផ្លូវអាកាសមកពេញដែលខ្លួនមាននៅដើមសង្គ្រាមជាមួយកងកម្លាំងគាំទ្ររហ័សដែលបានប្រើប្រាស់យន្តហោះដ្រូនកាន់តែច្រើនឡើងដើម្បីវាយដណ្ដើមបានទឹកដីជាច្រើននិងធ្វើឲ្យទីតាំងរបស់កងទ័ពរដ្ឋាភិបាលចុះខ្សោយ